អស្ចារ្យមែនទែនមើលលទ្ធផលនេះមួយបើអ្នកចង់បានភាពជោគជ័យដូចខ្ញុំជាមួយរុក្ខជាតិរបស់អ្នកទោះបីជារុក្ខជាតិពិបាកដែលតែងតែធ្វើឲ្យអ្នកបរាជ័យក៏ដោយសូមស្នាក់នៅទីនេះព្រោះថ្ងៃនេះខ្ញុំនឹងបង្ហាញវិធីមួយដែលបំបែកគ្រប់ឧបសគ្គដែលអ្នកស្គាល់សប្តាហ៍ថ្ងៃដូច្នេះសូមប្រុងប្រយ័ត្នសូមកត់ចំណាំហើយបើមានសំណួរណាសូមសួរនៅក្នុងមតិយោបល់ចាប់ផ្ដើមហើយឥឡូវនេះយើងនឹងចាប់ផ្ដើមហើយអ្វីដំបូងដែលយើងត្រូវធ្វើគឺមើលថាតើយើងត្រូវការឧបករណ៍អ្វីខ្លះហើយខ្ញុំសូមប្រាប់មុនថាមិនមានអ្វីចម្លែកមិនមានអ្វីថ្លៃហើយក៏មិនមានអ្វីស្មុគស្មាញដែរអ្វីទាំងនេះអ្នកអាចរកបានដោយមិនមានបញ្ហាយើងត្រូវការចំណីស្លឹកឈើសៅសុះស្ងួតពីឃ្លាំងតេស្តអាចរកបាននៅ Herbolaria ណាមួយនៅហាងលក់ផលិតផលធម្មជាតិឬគ្រាន់តែទិញតាមអ៊ីនធឺណិតទឹកកន្លះលីត្រប៉ុណ្ណោះអាការសំខាន់ណាស់ត្រូវជាអាការធម្មតាគ្មានពណ៌និងគ្មានសារបន្ថែមផ្សេងវាងាយស្រួលរកបានណាស់ថ្លៃថោកហើយវានឹងមានប្រយោជន៍សម្រាប់ការបន្តពូជជាច្រើនទៀតនៅពេលអនាគតបង្គោលកញ្ចក់ពីរដែលមានគម្របផងដែរមានម្សៅកៅអៅដែលជាផ្នែកមួយនៃ Channel នេះស្រោចទឹកនិងជាក់ស្ដែងមានដើមកូនកាត់ Lemon មួយនិងដើមកូនកាត់ Avocado មួយជាមួយអ្វីទាំងនេះយើងនឹងបង្កើតបរិយាកាសមួយដែលមានអ្វីគ្រប់យ៉ាងដែលកូនកាត់ត្រូវការដើម្បីបញ្ចេញឥឡូវនេះយើងចាប់ផ្ដើមត្រៀមមូលដ្ឋានសម្រាប់ប្រព័ន្ធទាំងមូលនេះគឺជាភេសជ្ជៈស្លឹកដើមស្លឹកឈើយើងដាក់ទឹក500មីលីលីត្រចូលក្នុងខ្ទះហើយដឹកឲ្យទឹកពុះពេលទឹកចាប់ផ្ដើមពុះយើងបន្ថែមស្លាបព្រាបាយស្លឹកដើមស្លឹកឈើ2ចូលយើងបិទភ្លើងហើយទុកឲ្យស្លឹកទាំងនោះជ្រលក់យ៉ាងស្ងប់ស្ងាត់ជំហាននេះសំខាន់ណាស់ព្រោះដើមស្លឹកឈើមានអុកស៊ីនធម្មជាតិដែលជាហូម៉ូនពាក់ព័ន្ធដោយផ្ទាល់នឹងការចេញរឹកពេលភេសជ្ជៈរួចរាល់ហើយយើងត្រងវាឲ្យបានស្អាតណាស់យើងចង់បានតែទឹកស្អាតដោយគ្មានសំណល់រុក្ខជាតិឬភាគល្អិតណាមួយលើសពីនេះទៀតដោយការចំហាយទឹកយើងបានបំបត្តិសារធាតុផ្សិតឬសារធាតុសរីរាង្គណាមួយដែលអាចប៉ះពាល់ដល់បរិយាកាសនេះពេលយើងមានភេសជ្ជៈស្លឹកឈើដែលបានត្រងរួចហើយយើងយកវាដាក់ត្រឡប់ទៅក្នុងខ្ទះវិញឥឡូវសូមយកចិត្តទុកដាក់ព្រោះទីនេះហើយដែលមនុស្សជាច្រើនធ្វើខុសសម្រាប់ភេសជ្ជៈ500មីលីលីត្រយើងនឹងបន្ថែមម្សៅអាការត្រឹម1ស្លាបព្រាកាហ្វេទេ1ស្លាបព្រាប៉ុណ្ណោះមិនមែនជាស្លាបព្រាបាយទេមិនមែន2ស្លាបព្រាទេហើយក៏មិនចាំបាច់បន្ថែមច្រើនជាងនេះទេជាមួយសមាមាត្រនេះយើងទទួលបានសភាពខាប់ល្អឥតខ្ចោះសម្រាប់ការអភិវឌ្ឍឬអាការមានអំណាចខ្លាំងណាស់ប្រាតិកតែបានច្រើនហើយងាយរកទិញផងដែរអ្នកអាចរកវាបាននៅហាងលក់ថ្នាំបុរាណឬត្រឹមស្វែងរកតាមអ៊ីនធឺណិតក៏បានលើសពីនេះវាមានតម្លៃថោកហើយអាចប្រើបានច្រើនដងសម្រាប់ការបន្តពូជរយៈពេលយូរពេលបន្ថែមអាការចូលរួចហើយត្រូវកូរឲ្យសព្វហើយយកខ្ទះទៅដាក់លើភ្លើងពេលវាចាប់ផ្ដើមពុះត្រូវរាប់ពេល2នាទីពេញដោយកុំឲ្យឈប់កូរឡើយអ្នកនឹងសង្កេតឃើញថាទឹកនោះកំពុងផ្លាស់ប្ដូរវាចាប់ផ្ដើមคล้ายជាខាប់សព្វនិងស្មើគ្នាហើយបន្ទាប់ពី2នាទីនោះយើងដកចេញពីភ្លើងឥឡូវយើងចាក់ខ្លឹមសារនេះចូលក្នុងប៉ាន់កញ្ចក់ចែកទឹកឲ្យស្មើគ្នា250មីលីលីត្រក្នុងប៉ាន់មួយហើយ250មីលីលីត្រទៀតក្នុងប៉ាន់មួយទៀតសំខាន់ណាស់ប៉ាន់ទាំងនោះត្រូវតែស្អាតខ្លាំងនិងបានសម្អាតល្អបន្ទាប់ពីធ្វើរួចហើយយើងគ្រាន់តែទុកឲ្យខ្លឹមសារនោះត្រជាក់ពេលវាត្រជាក់អេហ្គលនឹងរឹងនិងបង្កើតជាសាឡាទីនីដែលមានស្ថិរភាពនេះជាមធ្យមដែលកន្លែងកាត់នឹងអាចអភិវឌ្ឍរយៈពេលសប្តាហ៍ដោយមិនចាំបាច់យើងត្រូវត្រួតពិនិត្យជាញឹកញាប់ខណៈពេលដែលម្ខ្ញុំកំពុងតែត្រជាក់យើងកំពុងរៀបចំកន្លែងកាត់យើងកាត់កន្លែងកាត់មួយពីដើមក្រូចឆ្មានិងមួយទៀតពីដើមប៉ោមបារាំងទំហំត្រូវតែអាចឲ្យវាចូលទៅក្នុងប៉ាន់បានទាំងមូលព្រោះបន្ទាប់មកយើងនឹងបិទវាបន្ទាប់ពីកាត់រួចហើយនៅទីនេះយើងចង់បញ្ជាក់អ្វីមួយសំខាន់ក្នុងវិធីសាស្ត្រនេះយើងមិនប្រើស្វាយជ្រូកទេអ្វីដែលយើងនឹងប្រើគឺម្សៅក្រអូបយើងលាបម្សៅក្រអូបតែត្រង់ផ្នែករបួសនៅផ្នែកគោលនៃកន្លែងកាត់ប៉ុណ្ណោះនៅលើកន្លែងកាត់ណាមួយដែលយើងមានមិនចាំបាច់លាបម្សៅលើកន្លែងកាត់ទាំងមូលទេគ្រាន់តែត្រង់តំបន់ដែលមានសាច់បង្ហាញចេញម្សៅក្រអូបគឺជាថ្នាំប្រឆាំងផ្សិតធម្មជាតិដែលមានអានុភាពខ្លាំងណាស់ហើយវានឹងការពារយើងក្នុងអំឡុងសប្តាហ៍ដំបូងយើងរកកម្សៅក្រអូបដែលលើសចេញហើយរួចរាល់ពេលអេហ្គលត្រជាក់ហើយរឹងទាំងស្រុងយើងដាក់កន្លែងកាត់ចូលយើងដាក់វាឲ្យប្រុងប្រយ័ត្នរហូតដល់វាចាំជាប់ល្អហើយអាចឈរតែមួយឯងបានមធ្យមនោះផ្ទាល់នឹងជួយចាំវា
នៅទីនេះកន្លែងកាត់នឹងរកឃើញអ្វីដែលវាត្រូវការហូម៉ូនធម្មជាតិពីដើមស្លឹកឈើសាវទឹកសាមជីនិកសំណើមខ្ពស់និងមធ្យមមានស្ថិរភាពហេតុនេះហើយប្រព័ន្ធនេះដំណើរការបានល្អនៅពេលវិធីសាស្ត្រផ្សេងបរាជ័យមុនពេលបិទបំពង់យើងបន្ថែមថ្នាំការពារស្រាមួយជាដំណាក់កាលដើម្បីត្រៀមវាយើងត្រូវការទឹក1លីត្របន្ថែមម្សៅកាអូបបន្តិចរុញឲ្យល្អហើយច្រោះតាមក្រណាត់ស្ដើងឬតម្រងកាហ្វេយើងដាក់វាចូលក្នុងបំពង់បាញ់ទឹកហើយបាញ់ស្រាលតែម្ដងឥឡូវនេះយើងដាក់បំពង់នៅកន្លែងមានស្រមោលខ្លះកុំឲ្យពន្លឺថ្ងៃផ្ទាល់ឡើយត្រូវតែពន្លឺចម្លងតែប៉ុណ្ណោះឲ្យអ្នកមានបរិយាកាសក្តៅវានឹងល្អជាងកម្ដៅជួយបន្ថែមល្បឿនដំណើរការខណៈត្រជាក់នឹងធ្វើឲ្យយឺតការថែទាំប្រព័ន្ធនេះងាយស្រួលណាស់ថ្នាំការពារផ្សិតធម្មជាតិដែលយើងបានត្រៀមពីមុនដោយ5សៅកាអូបនឹងត្រូវបាញ់ប្រហែលរៀងរាល់4ឬ5ថ្ងៃម្ដងហើយនេះធ្វើទៅដើម្បីអ្វីវាគ្រាន់តែដើម្បីការពារមិនឲ្យដើមកាត់មានឱកាសអភិវឌ្ឍផ្សិតណាមួយឡើយព្រោះវាស្ថិតនៅក្នុងបរិយាកាសដែលមានសំណើមខ្ពស់យើងមិនចង់ឲ្យមានការអភិវឌ្ឍផ្សិតនៅក្នុងបំពង់ឡើយអាចប្រើថ្នាំកម្ចាត់ផ្សិតគីមីខ្លាំងជាងក៏បានប៉ុន្តែប្រើថ្នាំកម្ចាត់ផ្សិតធម្មជាតិដែលមានម្សៅកាអូបគ្រប់គ្រាន់ហើយលើសពីនេះទៅទៀតអនាម័យក៏សំខាន់ណាស់ផងដែរពេលណាដែលយើងធ្វើការជាមួយដើមកាត់ឬបើកបំពង់យើងត្រូវតែបោសដៃឲ្យស្អាតណាស់ហើយត្រូវធ្វើវាក្នុងបរិយាកាសដែលមានខ្យល់តិចនិងស្អាតបំផុតយើងកំពុងធ្វើការជាមួយសារធាតុសរីរាង្គដែលប៉ះពាល់នឹងសំណើមខ្ពស់ហើយសារធាតុផ្សិតណាមួយដែលចូលទៅក្នុងបំពង់មានឱកាសអភិវឌ្ឍខ្លាំងណាស់ហេតុនេះហើយយើងបើកបំពង់រៀងរាល់3ឬ4ថ្ងៃម្ដងប្រហែល2-3វិនាទីដើម្បីឲ្យខ្យល់ចេញចូលបន្តិចបាញ់ថ្នាំការពារហើយបិទបំពង់វិញការធ្វើបែបនេះគ្រប់គ្រាន់ហើយសម្រាប់រក្សាប្រព័ន្ធឲ្យស្អាតមានស្ថិរភាពនិងគ្មានបញ្ហាក្នុងអំឡុងពេលដំណើរការទាំងមូលវិធីបន្តពូជបែបនេះមានប្រសិទ្ធភាពល្អបំផុតប្រសិនបើធ្វើនៅពេលព្រះច័ន្ទកំពុងរៀងតូចវាមិនមែនជាអ្វីវេទមន្តទេប៉ុន្តែបានសង្កេតឃើញថានៅឆាកនេះទឹកស្លឹកនឹងរួមបញ្ចូលនៅផ្នែកក្រោមនៃដំណក់ដោយធ្វើឲ្យងាយស្រួលដល់ការចាក់ឫសវាមិនមែនជាការបង្ខំឲ្យធ្វើទេប៉ុន្តែបើអ្នកអាចជ្រើសរើសពេលវេលាបានគួរធ្វើនៅពេលព្រះច័ន្ទកំពុងរៀងតូចចុងក្រោយនេះដល់ពេលដែលយើងរាល់គ្នារងចាំឥឡូវនេះបាន6សប្តាហ៍ហើយមើលទៅថាតើវាមានរូបរាងយ៉ាងដូចម្តេចមើលទៅអស្ចារ្យណាស់រូបបានអភិវឌ្ឍពេញលេញឬមានសុខភាពល្អឬពណ៌និងសកម្មអ្វីទាំងនេះកើតឡើងក្នុងបរិយាកាសធម្មជាតិទាំងស្រុងដោយមិនប្រើផលិតផលគីមីដែលមានគ្រោះថ្នាក់និងមិនបង្កការលំបាកក្នុងជីវិតយើងទេដោយវិធីសាមញ្ញយើងអាចទទួលបានលទ្ធផលគួរឲ្យច្រណែនដោយប្រើប្រព័ន្ធមានស្ថិរភាពដែលផ្ដល់អ្វីទាំងអស់ដែលកាត់ត្រូវការសម្រាប់អភិវឌ្ឍឥឡូវនេះពេលដែលយើងមានកាត់ដែលមានរសដល់កម្រិតនេះហើយនោះយើងនឹងបន្តទៅជំហានបន្ទាប់ឥឡូវនេះមកដល់ផ្នែកសំខាន់ណាស់មួយផ្នែកដែលមនុស្សជាច្រើនមិនបានគិតដល់ទេហើយវាជាគន្លឹះសម្រាប់ការធ្វើឲ្យការងារទាំងអស់មុននេះមិនបាត់បង់ពេលដែលកាត់បានអភិវឌ្ឍហើយយើងឃើញថាវាមានរូដែលរឹងមាំល្អយើងមិនអាចយកវាចេញដោយវិធីណាក៏បានទេនៅទីនេះយើងមិនអាចទាញកាត់ចេញទេព្រោះបរិយាកាសនៅក្នុងគឺជាប្រភេទជែលហើយ agar-agar ក៏រឹងផងដែរដូច្នេះយើងត្រូវប្រើការយកចិត្តទុកដាក់ខ្លាំងអ្វីដែលយើងត្រូវធ្វើជាដំបូងគឺយកកាំបិតស្ដើងមួយជួរហើយកាត់ជុំវិញខាងក្នុងប៉ុន្តែម្ខាងទាំងអស់នៃប៉ាន់យើងបំបែកជាថ្មីជាមួយនឹងការប្រើកាំបិតដែលបំបែកជាថ្មីជាមួយនឹងជែលពីជញ្ជាំងកញ្ចក់យ៉ាងយឺតដោយមិនប្រញាប់ប្រញាល់វានឹងអាចឲ្យយើងដោះភ្លុក agar-agar ចេញដោយមិនប៉ះពាល់រូដោយផ្ទាល់ពេលយើងយកកាត់ចេញពីប៉ាន់រួចហើយយើងអាចផ្ទេរវាទៅក្នុងផ្ទះដាំឬផ្ទះដាំផ្កាបានដោយផ្ទាល់យើងប្រើដីសម្រាប់ដាំឬផ្កាដែលជាស្តង់ដារធម្មតាមិនចាំបាច់ត្រូវប្រើដីពិសេសទេយើងដាក់កាត់ចូលហើយបំពេញដីបន្ថែមដោយប្រុងប្រយ័ត្នយើងចាក់ទឹកបន្តិចបន្តួចតែប៉ុណ្ណោះដើម្បីឲ្យដីស្រួលកុំឲ្យទឹកលិចដីឥឡូវនេះមានផ្នែកសំខាន់មួយទៀតគឺទីតាំងកាត់នេះមិនទាន់ស្គាល់សំណើមខាងក្រៅទេព្រោះវាបានលូតលាស់ក្នុងបរិយាកាសបិទនៅក្នុងប៉ានហេតុនេះហើយយើងមិនអាចដាក់វាក្រោមពន្លឺថ្ងៃផ្ទាល់បានទេយើងដាក់វានៅកន្លែងមានស្រមោលតិចមានពន្លឺព្រាលហើយទុកឲ្យវាធ្វើឲ្យសម្របខ្លួនបន្តិចម្ដងបន្ថែមពីនេះទៀតត្រូវយកចិត្តទុកដាក់ថារូបបានលូតលាស់ក្នុងបរិយាកាសទឹកមិនមែនក្នុងដីទេដូច្នេះយើងត្រូវមានភាពអត់ធ្មត់ដំណើរការសម្របខ្លួននេះភាគច្រើនចំណាយពេលប្រហែល7 ដល់ 10 ថ្ងៃ
ក្នុងអំឡុងពេលនោះយើងគ្រាន់តែសង្កេតមើលប៉ុណ្ណោះពេលយើងឃើញថាដើមកាត់នៅត្រឹមត្រូវហើយចាប់ផ្ដើមលូតលាស់ធម្មតានោះយើងដឹងថាវាបានសម្របខ្លួនបានល្អហើយដូចដែលអ្នកឃើញមិនមានល្បិចអ្វីចម្លែកទេវាជាវិធីរបៀបមួយដែលធម្មជាតិស្រួលហើយងាយស្រួលណាស់នេះជារឿងសម្ងាត់ដ៏ធំមួយដែលជាធម្មតាមនុស្សមិនចង់ប្រាប់អ្នកទេបើវីដេអូនេះមានប្រយោជន៍សម្រាប់អ្នកសូមចែករំលែកវាឲ្យមិត្តភ័ក្តិដែលស្រឡាញ់រុក្ខជាតិដូចខ្ញុំផងចុច like ហើយជួយខ្ញុំឲ្យវីដេអូនេះឈានដល់មនុស្សច្រើនទៀតព្រោះមាតិកាបែបនេះមិនសូវមាននរណាចែករំលែកទេបើអ្នកមានសំណួរអ្វីសូមទុកមកខាងក្រោមក្នុងមតិយោបល់ខ្ញុំនឹងជួយអ្នកដោយមិនមានលក្ខខណ្ឌអ្វីទេអរគុណច្រើនសម្រាប់ការមកដល់ទីនេះហើយជួបគ្នាវីដេអូក្រោយទៀត